ចូលសម្អាតដំបែចាស់ចេញកាន់គម្ពីរកូរិនថូសខ្សែទី1ជំពូកទី5ខទី1ដល់ទី13មានឮរន្ទឺសរសើរជានិច្ចថាមានការកំផិតកើតឡើងក្នុងពួកអ្នករាល់គ្នាពិតជាការកំផិតម្យ៉ាងដែលមិនដែលនាំឲ្យមានឮនិយាយក្នុងសាសដតីផងគឺថាមានមនុស្សម្នាក់បានយកប្រពន្ធរបស់ឪពុកខ្លួនតែអ្នករាល់គ្នានៅតែមានចិត្តធំឥតកើតទុកព្រួយដើម្បីនឹងដកអ្នកដែលប្រព្រឹត្តការនោះឲ្យថយចេញពីចំណោមអ្នករាល់គ្នាឡើយឯខ្ញុំទោះបើមិននៅជាមួយខាងសាច់ឈាមក៏មែនគង់តែនៅជាមួយខាងវិញ្ញាណខ្ញុំក៏បានកាត់ទោសដល់អ្នកដែលប្រព្រឹត្តដូច្នោះហើយហាក់ដូចជាបាននៅជាមួយគ្នាដែរគឺក្នុងការដែលអ្នករាល់គ្នានិងវិញ្ញាណខ្ញុំបានប្រជុំគ្នាព្រមទាំងមានប្រជាស្ដានៃព្រះអម្ចាស់យេស៊ូវនៃយើងផងនៅខ្ញុំបានកាត់ទោសអ្នកនោះដោយនៅព្រះនាមព្រះយេស៊ូវជាព្រះអម្ចាស់នៃយើងរាល់គ្នាដើម្បីនឹងបញ្ជូនមនុស្សយ៉ាងនោះទៅអរិយសាតាំងឲ្យបំផ្លាញនិស្ស័យសាច់ឈាមគេប្រយោជន៍ឲ្យព្រលឹងវិញ្ញាណបានសង្គ្រោះក្នុងថ្ងៃនៃព្រះអម្ចាស់យេស៊ូវវិញសេចក្តីអំនួតរបស់អ្នករាល់គ្នាមិនល្អទេតើមិនដឹងទេថាដំបែតែបន្តិចអាចនឹងធ្វើឲ្យម្សៅទាំងអស់ដោនឡើងបានទេឬអីចូលសម្អាតដំបែចាស់ចេញដើម្បីឲ្យអ្នករាល់គ្នាបានត្រឡប់ជាដុំម្សៅវិញត្បិតអ្នករាល់គ្នាបានឥតដំបែហើយព្រោះព្រះគ្រីស្ទដ៏ជាយ៉ាញ់បូជានៃបុណ្យរំលងនោះបានត្រូវថ្វាយជំនួសយើងរាល់គ្នាហើយបានជាត្រូវឲ្យយើងធ្វើបុណ្យនេះដោយឥតមានដំបែគឺដោយសេចក្តីស្មោះត្រង់និងសេចក្តីពិតវិញមិនមែនដោយដំបែចាស់ឬនឹងដំបែជាសេចក្តីអាក្រក់និងសេចក្តីកំណាចនោះទៀតឡើយខ្ញុំបានធ្វើសម្បត្តិផ្ញើមកប្រាប់អ្នករាល់គ្នាថាកុំឲ្យភពប្រសពនឹងមនុស្សកំផិតឡើយតែពាក្យនោះមិនសំដៅចំពោះមនុស្សកំផិតរបស់ផងលោកីនេះឬមនុស្សលោភមនុស្សប្លន់កំហែងឬមនុស្សថ្វាយបង្គំរូបព្រះនោះទេត្បិតបើដូច្នោះនោះត្រូវឲ្យចេញឲ្យផុតពីលោកីនេះទៅគឺខ្ញុំបានសរសេរមកអ្នករាល់គ្នាដោយន័យយ៉ាងនេះថាបើមានអ្នកណានៅក្នុងពួកជំនុំជាមនុស្សកំផិតឬលោភឬថ្វាយបង្គំរូបព្រះឬជេរប្រមាថជាអ្នកប្រមឹកឬប្លន់កំហែងនោះមិនត្រូវឲ្យភពប្រសពនឹងគេឡើយក៏មិនត្រូវទាំងបរិភោគជាមួយនឹងគេផងត្បិតតើត្រូវការអ្វីឲ្យខ្ញុំជំនុំជម្រះដល់មនុស្សខាងក្រៅតើអ្នករាល់គ្នាមិនជំនុំជម្រះមនុស្សក្នុងពួកជំនុំទេឬអីឯចំណែកពួកអ្នកខាងក្រៅនោះព្រះនឹងជំនុំជម្រះគេហើយត្រូវឲ្យអ្នករាល់គ្នាបណ្ដេញមនុស្សអាក្រក់នោះពីពួកអ្នករាល់គ្នាចេញចូលគិតនិងស្វែងយល់ពួកអ្នកជឿនៅក្រុងកូរិនថូសបានអួតពីប្រាជ្ញានិងភាពពេញវ័យខាងវិញ្ញាណរបស់ពួកគេប៉ុន្តែផ្នែកខាងក្នុងនៃសហគមន៍របស់ពួកគេគឺកំពុងធ្វើឲ្យមានការខកចិត្តជាខ្លាំងទោះបីជាយ៉ាងណាក៏ដោយជាជាងភាពសោកសៅនិងការទួញសោកលើលក្ខខណ្ឌរបស់ពួកគេបានត្រួតត្រាខ្លួនឯងដោយការអួតអាងឥតប្រយោជន៍ហើយបានបរាជ័យក្នុងការឈ្លោះប្រកែកយ៉ាងតឹងរ៉ឹងនិងនាំឆ្ពោះទៅរកការផ្លាស់ប្រែចិត្ត
ដល់អ្នកដែលមានបាបនៅក្នុងចំណោមពួកគេខទី1ដល់ទី5ពួកជំនុំមិនអាចធ្វើអ្វីជាមួយមនុស្សខាងលោកីនៅខាងក្រៅពួកជំនុំដែលកំពុងប្រព្រឹត្តអំពើអាក្រក់និងកំពុងរស់នៅយ៉ាងឃោរឃៅបានឡើយមានតែព្រះដែលអាចជំនុំជម្រះពួកគេតែប៉ុណ្ណោះខទី9ដល់ទី10និងខទី13ទោះបីជាយ៉ាងណាក៏ដោយពួកអ្នកនៅក្នុងពួកជំនុំត្រូវតែលះចោលដំបេះនៃអំពើបាបចាស់ដែលបំពុលសហគមន៍នៃពួកជំនុំទាំងមូលខទី11ដល់ទី12តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំដែលផ្អែកលើខទី6ដល់ទី8ពួកជំនុំមួយបានសង្គ្រោះដោយសារព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទគឺដូចជាដុំម្សៅថ្មីដែលគ្មានដំបែដូច្នេះយើងមិនត្រូវអត់ឱនចំពោះមេដំបែណាដែលខូចមិនថាតូចយ៉ាងណាឡើយដែលធ្វើឲ្យការលះបង់របស់ព្រះគ្រីស្ទបានជាទីលក់លើយហើយធ្វើឲ្យក្រុមជំនុំទៅជាសៅហ្មងយើងត្រូវតែខិតខំដើម្បីឲ្យក្លាយទៅជាមនុស្សម្នាក់ឬម្សៅមួយដុំដោយភាពបរិសុទ្ធនិងសេចក្តីពិតតើអ្វីជាដំបែចាស់ដែលយើងត្រូវតែបោះបង់ចោលក្នុងពេលនេះប្រយោជន៍ដើម្បីរក្សាភាពបរិសុទ្ធនៃសាច់ឈាមនិងសហគមន៍របស់យើងដែលផ្អែកលើខទី9ដល់ទី13ទោះបីជាយើងត្រូវតែតឹងរ៉ឹងពីអំពើបាបនៅក្នុងពួកជំនុំយ៉ាងណាក៏ដោយយើងត្រូវតែប្រុងប្រយ័ត្នអំពីការថ្កោលទោសចំពោះលោកីដូចជាលោកសាវកប៉ូលបានក្លាយជាសាក្សីដល់ពួកអ្នកជឿក្នុងក្រុងកូរិនថូសដែលត្រូវបានយល់ច្រឡំនៅការព្រមានរបស់គាត់ចំពោះមនុស្សអាក្រក់ហើយបានចាប់ផ្ដើមផ្ដាច់ខ្លួនពួកគេចេញពីមនុស្សលោកីទៅហើយលោកសាវកប៉ូលបានព្យាយាមកែប្រែការយល់ច្រឡំនេះពួកជំនុំមិនត្រឹមតែរក្សាភាពបរិសុទ្ធនៃសហគមន៍ផ្ទាល់ខ្លួនប៉ុណ្ណោះទេពួកគេត្រូវតែធ្វើឲ្យអស់ពីសមត្ថភាពដើម្បីឲ្យមានឥទ្ធិពលលើលោកីដោយសារដំណឹងល្អសូមអានកាន់គម្ពីរទំនុកដំកើងជំពូកទី40ដល់ជំពូកទី42សេចក្តីអធិដ្ឋានអោព្រះអម្ចាស់អើយសូមធ្វើឲ្យយើងខ្ញុំស្គាល់អំពើបាបហើយសូមជួយយើងខ្ញុំឲ្យបានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីការប្រែចិត្តនិងការសង្គ្រោះព្រលឹងផ្ទាល់ខ្លួនផង